សួស្តីបងប្អូនទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងការលំហាត់ប្រតិបត្តិបន្តទៀតអញ្ចឹងយើងមើលអក្សរកគេឲ្យគណនា limit x ខិតជិត1នៃ x ការ៉េដល់ 3x បូក2លើ x ដក1អក្សរខគេឲ្យកំណត់តម្លៃ a និង b ដើម្បីបំពេញលក្ខខណ្ឌ limit ប៉ុណ្ណេះអូខេអញ្ចឹងដំបូងយើងកែអក្សរកសិនអូខេអញ្ចឹងយើងមើល limit យើងសិនអក្សរក limit នេះយើងជាធម្មតាគឺយើងត្រូវចំនួនមើលរៀងទៅហ៎បាទអញ្ចឹងយើងចំនួនចូលសិនមកអញ្ចឹងបានគេ x ខិតចិត្ត1អញ្ចឹងបាន1ការ៉េដក3កូននឹង1បូក2ក្រោមអីគេ1ដក1អញ្ចឹងក្រោម0ឥឡូវ1ដក3បូក2អញ្ចឹងវាបាន0លើ0អញ្ចឹងដាក់មករៀង0លើ0អញ្ចឹងលំហាត់ limit រៀងមិនកំណត់0លើ0បើសិនជា x ខិតចិត្ត1អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យភាគយកភាគបែកមាន x ដក1ជាកតាអូខេអញ្ចឹងដោយសារក្រោមវាមានស្រេចហើយអញ្ចឹងយើងមិនបាច់គិតពីវាទេឥឡូវយើងអាចចែកពហុធាតុក៏បានដែរគឺយើងចែក x ដក1ប៉ុន្តែយើងមានវិធីមួយទៀតគឺយើងដាក់យកតែម្ដងគឺ x ដក1កតាឲ្យអីអញ្ចឹងយើងមើលនេះ x ការ៉េអញ្ចឹងវាខាងក្រោយប្រកាសជា x ហើយយើងបបែកដូចក្រេទី2ចេះបបែកបាន2កតាអញ្ចឹងយើងមើលទៀតហើយនេះបូក2អញ្ចឹងអានេះ1គុណនឹងប្រមាណបានបូក2អញ្ចឹងវាគុណនឹងដក2យើងគិតមក x គុណនឹង x បានអី x ការ៉េនេះបានអីគេដក 2x អានេះគុណមកបានអីដក x នេះបានបូក2អញ្ចឹងនេះបានអីគេនេះដក 3x អញ្ចឹងយើងបាន x ការ៉េដក 3x បូក2ដែលវាដោយអាខាងដើមនេះអត់ដូចអញ្ចឹងមិនថាយើងធ្វើត្រូវអូខេអញ្ចឹងយើងបានគេយើងសម្រួលមកពុបយើងសម្រួលបានអីអញ្ចឹងបាន limit x ខិតចិត្ត1នៅអីអញ្ចឹងអានោះសម្រួលឲ្យហើយសល់តែ x ដក2ចុងក្រោយយើងជំនួសវាចូលយើងនឹងបាន x ខិតចិត្ត1អញ្ចឹងយក1ជំនួសចូលបាន1ដក2អញ្ចឹងស្មើដក1អូខេនេះជាចម្លើយរបស់យើងគេធ្វើអីសខកំណត់តម្លៃ a និង b យើងដាក់មកចឹងb អូខេអញ្ចឹងយើងសង្កេតមើលលំហាត់នេះដើម្បីឲ្យវាបានលក្ខខណ្ឌនេះអញ្ចឹងយើងមើលអញ្ចឹង limit នឹងស្មើ b វាជាចំនួនថេអញ្ចឹងយើងមើលសិនថាតើ limit x ខិតចិត្តដក2នៃភាគបែកហ្នឹងចំនួនទៅវា0ឬក៏អត់អញ្ចឹងយើងរក limit x ខិតចិត្តដក2នៃ 2x ការ៉េបូក 3x ដក2មកពេលយើងចំនួនចូលទៅវាប្រកាសជា0ហើយអញ្ចឹង limit ខាងក្រោម0ហើយវាចេញ b ទៀតអញ្ចឹងអាលើប្រកាសជា0ដែរហើយអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យអាភាគយកហ្នឹងវាចេញ0ប៉ិតប្រកាសមែនអញ្ចឹងយើងមើលយើងដាក់ចម្លើយមកគេបាននេះគេអញ្ចឹងយើងដាក់គេមាន limit ប៉ុណ្ណឹងស្មើ b សិនមកហើយយើងដាក់ដោយ limit នៃភាគបែក limit x ខិតចិត្តដក2នៃ x ការ៉េបូក ax ដក6បើវងកញ្ចក់មកវាស្មើនឹងអីចឹងអញ្ចឹងយើងសរសេរថាវាស្មើនឹងអូខេអញ្ចឹងដំបូងយើងចង់ដឹងថាតើអាហ្នឹងវាប្រកាសជា0មែនអត់អញ្ចឹងដាក់អញ្ចឹងសិនមកមិញយើងគិតថាអាក្រោមនេះវា0ណាអញ្ចឹងឥឡូវវាត្រូវតែ0ដែរបានវាចេញមកបាន b ឥឡូវយើងមើលសិនជាងគេសេរបៀបមិនអញ្ចឹងវាស្មើនឹងគេ limit x ខិតចិត្តដក2នៃប៉ុណ្ណឹងដដែលគឺ x ការ៉េបូក ax ដក6យើងគុណថែមនេះគេយើងគុណនឹង 2x ការ៉េបូក 3x ដក2ហើយយើងចែកនឹងប៉ុណ្ណឹងដូចគ្នាអញ្ចឹងយើងចែកនឹង 2x ការ៉េបូក 3x ដក2អូខេអញ្ចឹងយើងអាចសេថាម៉េចបាន limit x ខិតចិត្តអីខិតចិត្តដក2នៃអីអញ្ចឹងអានេះយើងអាចអានេះមកអានេះលើអានេះបានអីចឹងបាន b ណាបាទអញ្ចឹងបាន x ការ៉េបូក ax ដក6លើយើងអាចបង្រួមចេះហើយយើងគុណ limit មក 2x ការ៉េបូក 3x ដក2គុណនឹង limit x ខិតចិត្តដក2
នៃគេ 2x ការ៉េបូក 3x ដក 2 អញ្ចឹងអាម្ដុំនេះស្មើអីនេះម្ដុំនេះស្មើអីនេះ limit x ខិតជិតដក 2 នៃប៉ុណ្ណេះវាស្មើនឹង b អញ្ចឹងម្ដុំនេះគឺស្មើនឹង b អញ្ចឹងដាក់ b មកកូននឹងអីម្ដុំនេះបានប៉ុន្មាននេះបើយើងជំនួសចូលយើងបានអីគេដាក់ជំនួសម្ដងទៀតឲ្យគេឃើញអញ្ចឹង 2 កូននឹងដក 2 ការ៉េបូក 3 កូននឹងដក 2 ដក 2 អញ្ចឹងបានអីគេអញ្ចឹង b កូននឹង 0 អញ្ចឹងវាស្មើ 0 មិនម្ដុំនេះស្មើ 0 ដែរអ្នកឃើញអត់អញ្ចឹងយើងអាចជំនួសចូលបានអញ្ចឹងគេបានអីគេអញ្ចឹង limit នេះ x ខិតជិតដក 2 នៃ x ការ៉េបូក 2 បូក ax ដក 6 ស្មើ 0 អញ្ចឹងបានថាគេបានអីគេអញ្ចឹងចូលដក 2 ជំនួសចូលកន្លែងនេះទៅនេះកន្លែងណាមាន x ជំនួសដោយដក 2 ទៅបានអីគេអញ្ចឹងដក 2 លើកជាការ៉េបូក 2 កូន a កូននឹងដក 2 ដក 6 ស្មើ 0 អញ្ចឹងបានអីគេ 4 ដក 2a ដក 6 ស្មើ 0 អញ្ចឹងយើងបានអីគេអញ្ចឹងបានដក 2a អានេះកណនាមកឃើញបាននេះ6ដក 2 ដក 6 បូក 4 ឃើញបានដក 2a ដក 2 ស្មើ 0 អញ្ចឹងបានអីគេអញ្ចឹងដក 2a ស្មើ 2 អញ្ចឹង a ស្មើប៉ុន្មានគឺ 2 ចែកនឹងដក 2 ស្មើដក 1 ចំពោះ a ស្មើដក 1 គេបានអីគេអញ្ចឹងយើងយក a ហ្នឹងឲ្យទៅជំនួសក្នុងlimit ដើមយើងហ៎ limit x ខិតជិតដក 2 នៃអីនៃ x ការ៉េបូក ax ដក 6 លើ 2x ការ៉េបូក bx ដក 2 ស្មើ b យើងជំនួស a ចូលសិនមក a យើងមិនមែនអញ្ចឹង x ការ៉េអានេះបូកអត់ហើយអញ្ចឹងអានេះដក 1 ទៅវាជាដក 1x អញ្ចឹងវាបានដក x ដក 6 លើ 2x ការ៉េបូក 3x ដក 2 ស្មើនឹង b អូខេអញ្ចឹង limit យើងដាក់សញ្ញាស្មើពីមុខទេដោយសារនៅពេលនេះវាជាលក្ខណៈសមីការសញ្ញាស្មើវាកដាលហើយអញ្ចឹងយើងដាក់តរហូតមកសាកមូលរហូតមកអញ្ចឹង limit x ខិតជិត 2 យើងត្រូវធ្វើទាំងលើទាំងក្រោមហ្នឹងទៅជាអីគេវិញតាមក្បួនយើងបើ x ខិតជិត x0 យើងត្រូវរកឲ្យបានកតាមួយគឺ x ដក x0 តែករណីយើង x0 យើងស្មើដក 2 អញ្ចឹងវាទៅជា x ដក 2 អញ្ចឹងដកប៉ះដកបានបូកអញ្ចឹងវាទៅចេញ x បូក 2 យើងត្រូវរកឲ្យបាន x បូក 2 បាទអញ្ចឹងដាក់ឲ្យមក x បូក 2 អាក្រោមក៏ x បូក 2 ងាយងាយមកឥឡូវសារមេគុណនេះមិន1ណាអញ្ចឹងដាក់ x ដែរមកអញ្ចឹងយើងមើលដកបូក 2 គុណនឹងប្រមាណបញ្ចេញដក 6 អញ្ចឹងវាគុណនឹងដក 3 ដាក់អញ្ចឹងមកវាអត់ខុសទេសំខាន់យើងផ្ទៀងផ្ទាត់នេះអានេះជារួមនេះដកបូក 2 ដក 3 បានគុណបានដក 6 អញ្ចឹងយើងស៊ីសងទៅប្រកាសគុណពលិតខ្លួនឯងមកប្រកាសជាចេញដូចនេះហើយអូខេអាក្រោមវិសាវា 2x ការ៉េអញ្ចឹងដាក់នេះ 2x ចេញយើងមើលសិនប្រមាណនេះ2នឹងគុណប្រមាណបានចេញដក 2 អញ្ចឹងគុណនឹងដក 1 អូខេយើងសម្រួលចោលអានេះកុំភ្លេចណាកុំភ្លេចផ្ទៀងផ្ទាត់ឲ្យនេះផងបាន 2x ការ៉េដក 2x បូក 4 ដក x បូក 4x អូខេដក 2 អញ្ចឹងត្រូវហើយអញ្ចឹងវាស្មើនឹងអីយើងសម្រួលហើយ limit x ខិតជិតដក 2 នោះបានប៉ុន្មាន x ដក 3 យើងអាចមិនបាច់ដាក់វងកញ្ចក់បានលើ 2x ដក 1 ស្មើនឹង b អញ្ចឹងយកដក 2 ជំនួសចូលទៅដោះស្រាយសមីការជាប់ b ហ្នឹងទៅបាទអញ្ចឹងបានគេ x ខិតជិតដក 2 យកវាជំនួសចូលកន្លែង x ទាំងអស់អញ្ចឹងបានដក 2 ដក 3 លើ 2 កូននឹងដក 2 ដក 1 ស្មើ b អញ្ចឹងបានគេឥឡូវបានដក 5 ក្រោមបានប៉ុន្មានក្រោមដក 5 ដកអានោះដក 4 ដក 1 បានដក 5 អញ្ចឹង b អញ្ចឹងដក 5 លើដក 5 ស្មើ 1
1 ស្មើ b b ស្មើ1នឹងហើយអញ្ចឹងយើងឃើញហើយដូចនេះ a ស្មើដក1 b ស្មើ1ចប់បើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរខាងក្រោមវីដេអូនេះបានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ